ចាសួស្តីបងប្អូនទាំងអស់គ្នាហ្នឹងឯងអញ្ចឹងថ្ងៃនេះគឺខ្ញុំមកធ្វើវីដេអូតាក់ទងជាមួយនឹងការអានរកតារាងប៉ាជឿអ្នកទាំងអស់គ្នាដែលតាមដាន channel ខ្ញុំប្រហែលអាចឆ្ងល់ដែរព្រោះធ្លាប់តែឃើញខ្ញុំធ្វើវីដេអូតាក់ទងជាមួយនឹង finance ហើយនឹង accounting តែថ្ងៃហ្នឹងមកធ្វើជាមុខវិជ្ជាអត់កំបាំងតាក់ទងជាមួយនឹងប៉ាជឿវិញក៏ពិតក្រៅពីបញ្ញាបត្រ account ជាមួយ finance ខ្ញុំក៏បានរៀនពីខាងវិជ្ជានេះដែរអញ្ចឹងណារៀនបានច្រើនគួរសមដែរចឹងហើយតែឃើញតែចង់ចែកម្លែកដល់បងប្អូនហើយនឹងមិត្តរួមការងារដោយសារតែកន្លងមកមានបានសំណួរខ្លះទៅគាត់បានមើលព័ត៌មាននៅលើ social media ដូចជា Facebook អីចឹងមានការចែករំលែកច្រើនពីរឿងហុងស៊ុយឬរឿងប៉ាជឿអីចឹងណាហើយគាត់តែខ្លះគាត់លើតែគេថាឆុងថ្ងៃនេះថ្ងៃនោះចឹងហើយគាត់ថាគាត់ភ័យគាត់មានអារម្មណ៍មកធ្វើការសោះអីចឹងគាត់ខ្លាចហ្នឹងណាខ្លាចគ្រោះថ្នាក់ខ្លាចអីផ្សេងហើយដល់ពេលខ្លះទៀតគាត់មានតារាងមើលហើយតែគាត់ថាគាត់អត់ចេះមើលឃើញតែសញ្ញាផ្កាយមិនដឹងថាផ្កាយមូលហេតុអីអត់ផ្កាយមូលហេតុអីមើលដើម្បីអីខ្លះអញ្ចឹងពេលអញ្ចឹងខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងបរៀនពួកគាត់គោលដៅគឺបរៀនមិត្តរួមការងារនៅកន្លែងការងារហើយក៏គិតថាធ្វើជាវីដេអូទៅបានរៀនទាំងពួកគាត់ហើយក៏បងប្អូនណាដែលគាត់ថាគាត់ចូលចិត្តវិជ្ជាហ្នឹងគាត់អាចមកមើលថែមបំពេញចំណុចខ្វះខាតដែលគាត់ថាគាត់បានរៀនខ្លះហើយគាត់មានមូលដ្ឋានខ្លះហើយតែអត់ទាន់ច្បាស់អញ្ចឹងណាអញ្ចឹងក៏ខ្ញុំថតទៅដើម្បីផុសចូលទៅក្នុង channel ខ្ញុំនៅក្នុងfolder ផ្សេងទៀតក្រៅពីការងារជំនាញរបស់ខ្ញុំអញ្ចឹងត្រឡប់មកវិញនៅក្នុងតារាងប៉ាជឿអញ្ចឹងនៅក្នុងការអានតារាងប៉ាជឿហ្នឹងមាន6ចំណុចណាអញ្ចឹងចំណុចទី1ដែលអ្នកទាំងអស់គ្នាត្រូវស្គាល់Day Master ខ្លួនឯងសិន Day Master ហ្នឹងមានន័យថាយើងមើលនៅកន្លែងណាយើងមើលនៅតួថ្ងៃអញ្ចឹងតួថ្ងៃរបស់យើងមាន 5 element មានឈើភ្លើងដីមាសទឹកប៉ុន្តែនៅក្នុងឈើមានយិននិងយ៉ាងភ្លើងក៏មានយិននិងយ៉ាងដូចគ្នាណាអញ្ចឹង5ហ្នឹងបំបែកយិនយ៉ាងបាន10អញ្ចឹងហើយកត្តាមួយដែលអាចថាឲ្យអ្នកទាំងអស់គ្នាស្គាល់ដែល master ខ្លួនឯងមានតារាងរាសីប៉ាជឿលុះត្រាតែអ្នកទាំងអស់គ្នាមានម៉ោងថ្ងៃខែនិងឆ្នាំអញ្ចឹងខ្ញុំទៅបង្ហាញនៅក្នុងតារាងប៉ាជឿវិញតារាងប៉ាជឿហ្នឹងក៏ពិតភាសាអង់គ្លេសគេហៅអក្សរទាំង8តួនេះ2 1 2 3 4 5 6 7 8ណា8តួហ្នឹងភាសាចិនណាដល់ពេលភាសាអង់គ្លេសយើងហៅថា Natal chart ហើយនៅក្នុងតារាងទាំង8អក្សរតួអក្សរលើក្រោមហ្នឹងអាតួខាងលើមួយជួរខាងលើនេះរ៉ូខាងលើនេះយើងហៅថារាសីមេឃអង់គ្លេសគាត់ហៅ heavenly stream 4អក្សរ4តារាងខាងក្រោមនេះជួរខាងក្រោមនេះយើងហៅថារាសីដីហ្នឹងគឺតំណាងឲ្យសត្វទាំង12ដែលខ្មែរយើងក៏យើងធ្លាប់ដឹងហើយមានជូតជ្រៅខ្លាថោះហ្នឹងសត្វទាំង12ហើយសត្វជូតតំណាងឲ្យទឹកសត្វមមីតំណាងឲ្យធាតុភ្លើងអញ្ចឹងណាចាអញ្ចឹងដែលខ្ញុំនិយាយមានថាចំណុចទី1អ្នកទាំងគ្នាត្រូវស្គាល់ Day Master នេះឃើញគេប្រើពាក្យ Day Master អ្នកខ្លះគាត់ហៅ DT អញ្ចឹងណាចាអញ្ចឹងនៅក្នុងតារាងនេះខ្ញុំលើកមកហ្នឹងមានន័យថាខ្ញុំលើកថ្ងៃខែឆ្នាំកំណើតគាត់នេះគាត់ប្រើថ្ងៃ6មិថុនា2026នៅម៉ោង 11:30 នាទីអញ្ចឹងគាត់មានតួខ្លួនជាមាសជីនអង្គុយឈរនៅលើកងណានេះសត្វកងអ្នកទាំងអស់គ្នាអាចមើលភាសាអង់គ្លេសទៅអ្នកដែលអត់ចេះចិនហើយដល់ពេលម៉ោងគាត់គឺមមីឈើយ៉ាងខែគាត់ក៏មមីឈើយ៉ាងឆ្នាំគាត់ក៏មមីឈើយ៉ាងដែរអញ្ចឹងបានន័យថាទី1អ្នកទាំងអស់គ្នាស្គាល់Day Master ខាងលើ Day Master ខាងលើគឺបង្ហាញពីអត្តចរិតសកម្មភាពរបស់យើងនៅខាងក្រៅដែលនៅជុំវិញនៅជាមួយមិត្តភ័ក្តិនៅកន្លែងការងារនៅផ្ទះដែលគេមើលឃើញថាអ្នកជាមនុស្សអី slow ការឆេវឆាវអីចឹងគេមើលឃើញសំដៅទៅលើអត្តចរិតដែលគេមើលឃើញដល់ពេលខាងក្រៅនេះគឺជាអត្តចរិតនៅខាងក្នុងរបស់យើងគេមើលអត់ឃើញគឺជាអ្វីដែលយើងមានតែយើងខ្លួនឯងដែលដឹងអញ្ចឹងណាយើងធ្លាប់ឃើញមានអ្នកខ្លះការឆេវឆាវប៉ុន្តែក៏ពិតតែខ្លះក៏ពិតខាងក្នុងគាត់ចិត្តគាត់ខាងក្នុងគឺល្អចិត្តល្អអញ្ចឹងណាអាហ្នឹងឧទាហរណ៍ប៉ុន្តែយើងនឹងទៅមើលតំណែងរបស់វាទៀតថាយ៉ាងម៉េចអញ្ចឹងយើងត្រឡប់មកក្នុងជំហានរបស់យើងវិញអូខេអញ្ចឹងអ្នកទាំងអស់គ្នាទី1ស្គាល់ Day Master ឯណា Day Master យើងមិញគឺមាសយិនណាបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវចេះកណនីទៀតថាតើតារាងរបស់យើងនេះជាតារាងរាសីរឹងមាំរាសីខ្សោយឬក៏រាសីខ្សែតាមខ្សែអីគេខ្សែអំណាចខ្សែលុយខ្សែអីចឹងណាអញ្ចឹងរបៀបរាប់
ចាំខ្ញុំបង្ហាញអ្នកទាំងអស់គ្នានៅតារាងក្រោយនៅវីដេអូក្រោយខ្ញុំបង្ហាញខ្ញុំអត់តាក់ទងមួយថារបៀបកណនីតារាងខ្លួនយើងហ្នឹងអញ្ចឹងមានន័យថាឧទាហរណ៍ឥឡូវអ្នកទាំងអស់គ្នាដឹងហើយថាតារាងរបស់អ្នកទាំងអស់គ្នាហ្នឹងមាសយីនអញ្ចឹងរាសីដែលអ្នកទាំងអស់គ្នាត្រូវការមានន័យថាបើសិនជារាសីយើងរឹងមាំយើងត្រូវការធាតុថៃទេហើយនឹងធាតុលាបដូចមិនអញ្ចឹងមាសដកត្រូវទេអញ្ចឹងមាសដកមានន័យថាកាលណារាសីមាសដកហ្នឹងជារាសីរឹងមាំអញ្ចឹងយើងត្រូវការធាតុថៃទេយើងនេះបង្កើតអីបង្កើតទឹកមាស CA ជាលាបមាស C ឈើជាលាបហ្នឹងករណីអ្នកទាំងអស់គ្នាករណីតារាងវិញជាតារាងរឹងមាំចុះតែបើខ្សោយវិញបើខ្សោយយើងត្រូវការអីយើងត្រូវការធាតុម៉ែហើយនឹងធាតុតួខ្លួនយើងអញ្ចឹងធាតុម៉ែនិងធាតុតួខ្លួនរបស់យើងមានអីគេម៉ែរបស់មាសគឺដីតួខ្លួនខ្លួនឯងហ្នឹងមាសយីននិងមាសយ៉ាងញ៉ៃហ្នឹងគេហៅថាធាតុតួខ្លួនរបស់យើងណាអញ្ចឹងខ្ញុំបញ្យល់ថាប៉ុណ្្នឹងសិនតែមកតមួយធាតុអំណាចខ្ញុំអត់ទាន់និយាយព្រោះខ្លាចអ្នកទាំងអស់គ្នាច្រឡំបន្តមកទៀតចំណុចទី3អ្នកទាំងអស់គ្នាត្រូវមើលទៀតថាតើរាសីនៅខាងលើយើងមកជួដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមិញហ្នឹងមកជួយើងនេះ Heavenly Steam នេះវាមានធាតុអីខ្លះហើយធាតុនៅក្នុងតួឆ្នាំតួខែតួថ្ងៃតួម៉ោងហ្នឹងមានហាក់គ្នាអត់ឧទាហរណ៍ថាដូចភ្លើងយ៉ាងហាក់មួយមាសយីនឈើយ៉ាងហាក់មួយដីយីនអញ្ចឹងអ្នកទាំងអស់គ្នាមើលសិនកំណត់ថាយើងថាវាមានហាក់មានអីអត់ដែលប្រើតាមTen God ដែលមានបបពីឈើភ្លើងដីមាន8យីននឹងយ៉ាងនឹងយីនហើយនឹងយ៉ាងនៅពេលមានហាក់គ្នាដូចឈើយ៉ាងហាក់ជាមួយអីដីយីនអញ្ចឹងពោលបូកពោលដកហ្នឹងគឺគាត់ធាតុទាំងដកហ្នឹងមានហាក់ទៅហាក់មកលោកបាន5គូអញ្ចឹងណាចាហើយចំណុចទី4មានន័យថាអ្នកទាំងអស់គ្នាត្រូវមើលសត្វទាំង12ក្នុងតារាងរបស់យើងហ្នឹងសត្វទាំង12អញ្ចឹងសត្វមិញមើលទៅមានក្នុងមួយតារាងយើងមាន4ឧទាហរណ៍ខាងក្រោមនេះមានសត្វខ្លះវាឆុងគ្នាខ្លះមានឆ្នាំមកឆុងខែខ្លះខែឆុងមួយថ្ងៃខ្លះម៉ោងទៅឆុងជាមួយខែចឹងទៅហាក់គ្នាទៅវិញទៅមកអញ្ចឹងចំណុចដែលអ្នកទាំងអស់គ្នាត្រូវមើលហ្នឹងមានន័យថាត្រូវមើលសត្វហាក់ហ្នឹងវាមានហាក់អត់វាមានឆុងវាមានគេហៅថា combination ណាមានន័យថាវាមាន3គុំគ្នាខ្លះទៅជាត្រៃទិសត្រៃធាតុអញ្ចឹងអាហ្នឹងខ្ញុំអត់ទៅនិយាយដល់អាហ្នឹងទេព្រោះវាវែងអញ្ចឹងចាំខ្ញុំធ្វើវីដេអូមួយនិយាយតែពីរឿងហាក់រាសីខាងលើហាក់រាសីខាងក្រោមឆុងរាសីខាងក្រោមជាមួយនឹងកណនីវិញអានេះឧបមាថាយើងចេះអស់ហើយយើងគ្រាន់តែយកមកគិតវិភាគតាក់ទងមួយនឹងstep នៃការអាននេះអញ្ចឹងបន្ទាប់មកទៀតយើងចូលទៅមើលចំណុចទី5នៅក្នុងចំណុចទី5ហ្នឹងអា8តួអក្សររបស់យើងមួយហ្នឹងណាបន្ទាប់ពីយើងបានដឹងថារិស័យយើងរឹងមាំនីតិយើងជាស្អីខាងលើនឹងមានហាក់មានឆុងខាងក្រោមមានហាក់មានឆុងមាន harmony មាន combination អីផ្សេងៗហ្នឹងយើងមកមើលទៀតតំណពីជាមួយ day master របស់យើងនេះដែលខ្ញុំប្រាប់មិញហ្នឹងយើងមើលថាតើពី day master យើងទៅឆ្នាំហ្នឹងរបៀបម៉េចទៅថ្ងៃទៅខែព្រោះនៅក្នុង8តួអក្សរលើក្រោមហ្នឹងគឺសិតតែបង្ហាញពីតំណរបស់យើងទី1នៅតួឆ្នាំគឺបង្ហាញពីអីគេពីជីវិតកុមារភាពរបស់យើងពីជីដូនជីតាគេមរតកពេលខែតំណាងឲ្យឪពុកម្ដាយបងប្អូនប្រុសស្រីអាជីពការងារយើងជាការងារអីជីវិតនៅកន្លែងការងាររបៀបម៉េចតំណទៅក្នុងសង្គមមានគេជួយគ្រប់គ្រងគេគៀបពុកបង្កត់គេប្រវាញ់អីផ្សេងៗគេមើលនៅក្នុងតួខែដល់ពេលតួថ្ងៃក្រៅពីមើលពីអត្តចរិតខ្លួនឯងដែលបង្ហាញចេញនៅកន្លែងការងារឲ្យគេឃើញនៅក្នុងសង្គមអត្តចរិតខាងក្នុងហ្នឹងប៉ុន្តែនៅក្នុងអត្តចរិតខាងក្នុងគឺនិយាយពីប្តីប្រពន្ធយើងទៀតថាយើងបានគូស្វាមីភរិយាមកជាគូរបៀបម៉េចកាយស្លូតពុះម៉ាយឬក៏មកស្រឡាញ់យើងមកគ្រប់គ្រងយើងមកអីអញ្ចឹងណាហ្នឹងគឺមើលក្នុងថ្ងៃបន្ទាប់មកទីក្នុងម៉ោងហ្នឹងបើសិនជាយើងមើលពីខ្លួនឯងយើងមើលចាប់ពីអាយុ50ឡើងហើយយើងមើលតាក់ទងជាមួយនឹងកូនចៅប្រុសស្រីរបស់យើងពេលចាស់ទៅគាត់ល្អមិនល្អជាមួយយើងបុគ្គលិកនៅកន្លែងការងារគម្រោងអនាគតក្តីសម័យពេលជួបនិវត្តន៍ទៅអីហ្នឹងគឺយើងអញ្ចឹងត្រឡប់មកវិញមានន័យថា4ជួរម៉ោងថ្ងៃខែឆ្នាំអ្នកដែលបង្ហាញពីខ្លួនយើងគឺថ្ងៃនិងម៉ោងតាក់ទងជាមួយខែឆ្នាំគឺបង្ហាញពី environment របស់យើង
តាំងពីក្មេងរហូតដល់ពេលយើងចេញទៅបម្រើការងារអញ្ចឹងណាដល់ពេលរួចហើយយើងបានមើលពីតំណែងតំណងរបស់យើងហើយដើម្បីដឹងពីផ្លូវដើរដំណើរជីវិតរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំមានឧបសគ្គអីខ្លះវាយ៉ាងម៉េចវាសនាចារមករបៀបម៉េចអញ្ចឹងគឺយើងយកតួរិស័យរបស់យើងទៅវិភាគនៅក្នុងឆ្នាំចយើងមើលទៀតថាឆ្នាំចមកហ្នឹងមើលថាមកហ្នឹងវាបានធ្វើទៅឆុងជាមួយនឹងឆ្នាំខែថ្ងៃម៉ោងយើងរបៀបម៉េចបងកជាឧបសគ្គអីអញ្ចឹងណាចាព្រោះឆ្នាំចនិយាយពីតារាង8តួហ្នឹងក្រៅពីបង្ហាញតំណែងរបស់យើងហ្នឹងក៏បង្ហាញតាក់ទងជាមួយនឹងសុខភាពដែរតែហ្នឹងខ្ញុំនឹងនិយាយទៅក្នុងសុខភាពវីដេអូសុខភាពសុទ្ធវិញដើម្បីកុំឲ្យអ្នកទាំងអស់គ្នាច្របូកច្របល់អញ្ចឹងត្រឡប់មកវិញមានថាអ្នកទាំងអស់គ្នាយកឆ្នាំចមក compare ជាមួយនឹងឆ្នាំខែថ្ងៃម៉ោងតាក់ទងមួយឆ្នាំចហ្នឹងយើងមើលតែឆ្នាំម្ដងអញ្ចឹងបើសិនជាបញ្ហាដែលវាបង្កើតនៅក្នុងឆ្នាំចហ្នឹងយើងស្រួលទេបានន័យថាយើងទ្រាំឬក៏កែប្រែកិច្ចវេះឬក៏បទុបថយពជាពេលក្នុងរយៈពេលមួយឆ្នាំហ្នឹងទៅផុតទៅអ្វីដែលយើងបារម្ភជាងគេគឺវ័យច10ឆ្នាំអញ្ចឹងបើវ័យច10ឆ្នាំមកគឺវាដូចបាត់បើនិយាយពី accounting មួយ finance វិញយើងនិយាយថាដូច business plan មួយទាំងមូលអញ្ចឹងណា business plan របស់ក្រុមហ៊ុនមួយទាំងមូលយើងមើលក្នុងរយៈពេលវែងប៉ុន្តែបើសិនជាឆ្នាំចនៅកន្លែងនេះវាស្មើនឹង budget plan មានថាយើងព្យាករតែមួយឆ្នាំម្ដងអញ្ចឹងដូចគ្នាពេលយើងធ្វើ budget plan គ្រាន់តែវិភាគចំណូលហើយនឹងចំណាយទៅមុខមួយឆ្នាំយើងស្រួលទេយើងដឹងថាវាមកពីណាយើងទាញអីយើងកាត់អីយើងបន្ថយអីយើងអីចឹងវាស្រួលតែដល់ពេល5ឆ្នាំពេលខ្លះវាច្រើននៅក្នុងវ័យចនេះវា10ឆ្នាំអញ្ចឹងទីមទីឲ្យអ្នកទាំងអស់គ្នាត្រូវតាមដានមួយឆ្នាំហើយអ្នកទាំងអស់គ្នាត្រូវទៅវិភាគទៀតនៅក្នុង10ឆ្នាំហ្នឹងមានឆ្នាំចអីខ្លះមកដែលឆុងខ្លាំងឆ្នាំចណាខ្លះមកជាជំនួយឆ្នាំចណាមកជាអីអញ្ចឹងដល់ពេលដែលអ្នកទាំងអស់គ្នាដឹងពីផែនការរបស់យើងច្បាស់ហើយអ្នកទាំងអស់គ្នាវាងាយស្រួលយើងអាចអត់ចាស់ម្ដងមួយឆ្នាំឬក៏3ឆ្នាំយើងមើលដឹងថាឥឡូវនៅក្នុងវ័យចមួយនេះវាមកហ្នឹងមកជំនួយឲ្យការងាររកស៊ីរបស់យើងរីកចម្រើនឬក៏មានន័យថាវាបង្ហាញថាអ្នកទាំងអស់គ្នាមានឧបសគ្គអីក្នុងការរកស៊ីអញ្ចឹងអ្នកទាំងអស់គ្នាត្រូវប្រយ័ត្នប្រយែងកែតម្រូវជាមួយនឹងកែប្រែដែលអាសាឮអ្នកគ្រូខ្ញុំគាត់និយាយថាពេលដែលយើងដឹងផ្លូវដើរហើយតើយើងគួរដើរកិច្ចឬក៏យើងដើរទៅទៀតព្រោះកន្លងមកបាទការងារហ្នឹងដែលគេផ្សព្វផ្សាយទៅវាហាក់ដូចជាបំភ័យមានន័យថាពេលដែលយើងអត់មានអីជាមូលដ្ឋានយើងស្ដាប់ហើយយើងភ័យប៉ុន្តែការពិតបើយើងប្រែកន្លះមកវិញថាបើពេលដែលយើងដឹងថាផ្លូវនឹងវាលំបាកហើយអ្នកទាំងអស់គ្នាត្រូវគិតគូរថាតើគួរដើរទៅផ្លូវណាទៅថែរក្សាអីឬក៏មិនចាំបាច់ចេញដំណើរគឺយើងនៅក្នុងផ្ទះរបស់យើងដែលយើងកំពុងតែមានស្រាប់នេះ business របស់យើងកំពុងតែមានស្រាប់ជោគជ័យការងារអីក៏វាដូចមិនអីអញ្ចឹងអ្នកទាំងអស់គ្នាគួរតែសង្ងំស្ងៀមដើម្បីថែរក្សាអ្វីដែលយើងមាននឹងហើយឬក៏អ្នកទាំងអស់គ្នាគួរតែចេញផ្សងព្រេងហ្នឹងអញ្ចឹងណានៅពេលដែលយើងមានចំណេះដឹងច្បាស់លាស់អញ្ចឹងហើយវាស្រួលនៅក្នុងការសម្រេចចិត្តដើរជៀសបន្តឬឈប់មានតែប៉ុណ្្នឹងអញ្ចឹងរបៀបអានប៉ាជឺយើងមាន6ជំហានហ្នឹងអ្នកទាំងអស់គ្នាអាចសាករៀនអានតាមហ្នឹងទៅហើយចាំវគ្គក្រោយខ្ញុំនឹងធ្វើវីដេអូលម្អិតតាក់ទងជាមួយនឹងការងារចំណុចមួយហ្នឹងដើម្បីមកឲ្យអ្នកទាំងអស់គ្នាសិក្សាបន្ថែមណាសម្រាប់បងប្អូនដែលថ្មីថ្មោងតែបើអ្នកដែលគាត់បានរៀនហើយខ្ញុំគិតថាគាត់មើលប៉ុណ្្នឹងទៅប្រហែលជាគាត់អាចយល់បានខ្លះអញ្ចឹងណាព្រោះអ្វីដែលខ្ញុំមកធ្វើនេះគ្រាន់តែជាការចែកម្លែកទេបើសួរថាខ្ញុំមានមើលអត់ខ្ញុំអត់មានទេខ្ញុំមានលក់អីអត់ខ្ញុំអត់មានទេព្រោះនិយាយទៅការងាររបស់ខ្ញុំគឺការងារខាងគណនេយ្យមួយ finance នេះអញ្ចឹងការងារនេះគឺជាអ្វីដែលខ្ញុំគិតថាវាមានតម្លៃហើយខ្ញុំជឿជាក់ហើយឆ្លងកាត់តាមការពិសោធន៍របស់ខ្ញុំមានន័យថាខ្ញុំគិតថាវាមានដំណើរការវាមានឥទ្ធិពលអញ្ចឹងទៅស្របពេលដែលឃើញមានភាពហាក់ថាដូចជាមានការចែកម្លែកខ្លះក៏ល្អខ្លះក៏មិនល្អខ្លះក៏ធ្វើឲ្យគាត់ផិតភ័យបាត់បង់ម្ចាស់ការអីចឹងទៅខ្ញុំក៏ចង់មកចែកម្លែកទៅតែគ្រាន់តែខ្ញុំចែកម្លែកទៅក្នុង channel របស់ខ្ញុំឯងសម្រាប់តែបងប្អូនណាដែលគាត់ចង់ឃើញគាត់ចូលមើលទៅចឹងណាខ្ញុំអត់បានទៅចែករំលែកនៅក្នុង Facebook អីទេព្រោះនៅក្នុងវិជាហ្នឹងមានអ្នកជឿនិងអ្នកអត់ជឿអញ្ចឹងណាចាចុះវីដេអូនេះខ្ញុំសូមបញ្ចប់ត្រឹមប៉ុណ្្នឹងអរគុណ